នៅពេលដែលហាន់យូគាត់សម្រេចចិត្តថានឹងធ្វើការផ្លាស់ប្ដូរនៅបំណងប្រាថ្នារបស់គាត់ជាមួយនឹងអូនធ្មប់របស់យើងនេះគាត់ក៏ចាប់ផ្ដើមចុះកងត្រាជាមួយនឹងអូនធ្មប់និយាយពីបំណងប្រាថ្នារបស់គាត់ថាគាត់សុំឲ្យបំណងប្រាថ្នារបស់គាត់បានសម្រេចគឺចង់ឲ្យមនុស្សគាត់ស្រឡាញ់បំផុតនៅក្នុងបេះដូងរបស់គាត់នឹងគឺរស់រានមានសេចក្តីសុខនៅដោយសុវត្ថិភាពហើយសូមឲ្យពួកគាត់នឹងបានជួបជុំគ្នាក៏ប៉ុន្តែនៅពេលដែលបំណងប្រាថ្នានោះវាចាប់ផ្ដើមបញ្ចេញប្រសិទ្ធភាពបានន័យថាអាការបួងសួងរបស់គាត់នឹងវាចាប់ផ្ដើមត្រូវបានចុះហត្ថលេខាក៏ដូចជាកងត្រាជាមួយនឹងខ្សែកធ្មប់នឹងទៅហើយវាអត់មានរឿងអីកើតឡើងសោះនៅពេលហ្នឹងគាត់ឆ្ងល់ខ្លាំងមែនទែនគាត់ក៏សួរទៅកាន់ទូរស័ព្ទរបស់យើងថាមិនអញ្ចឹងមិនបានជាអត់មានរឿងអីកើតឡើងអញ្ចឹងខ្ញុំចង់ឲ្យប៉ាម៉ាក់របស់ខ្ញុំហួសឡើងមកវិញនៅពេលដែលលើបែបហ្នឹងទូរស័ព្ទរបស់យើងគាត់ឡើងភ្ញាក់ផ្អើលតែម្ដងគាត់ថាហ៎លោកចង់ឲ្យប៉ាម៉ាក់របស់លោករស់ឡើងវិញនេះគឺជាបំណងប្រាថ្នារបស់លោកមែនអត់គាត់ទៅលឺអញ្ចឹងទូរស្រីគាត់ក៏ដកដៃចេញពីការសន្យាចុះកងត្រាជាមួយនឹងទូប្រុសនឹងមកហើយគាត់បាននិយាយថាអត់អាចទៅរួចទេនៅពេលហ្នឹងទូប្រុសថាមិនបានអាចទៅរួចក្រែងនេះបានប្រាប់ខ្ញុំរួចហើយតើថារាល់រឿងអ្វីទាំងអស់ឲ្យតែបំណងប្រាថ្នារបស់ខ្ញុំនាងប្រកាសជាអាចជួយសម្រេចឲ្យបានមែនអត់គ្រប់រឿងទាំងអស់ខ្ញុំបានសួរបញ្ជាក់ឲ្យបញ្ជាក់ទៀតកាលពីមុនណាគាត់សួរមកគឺឡើងភ្ញាក់ផ្អើលតែម្ដងព្រោះគាត់រំពឹងថា 100% ណាប៉ុន្តែនៅពេលនេះបែរជាធ្វើឲ្យគាត់ខកអំណងវិញដោយទូស្រីបានតបទៅវិញថារឿងគ្រប់យ៉ាងគឺពិតជាអាចសម្រេចបានពិតមែនប៉ុន្តែលើកលែងតែការជួយមនុស្សស្លាប់បាត់ទៅហើយនឹងឲ្យរស់ឡើងវិញវាអាចទៅរួចទេឲ្យតែដង្ហើមបាត់ឈឹងប៉ាត់ចឹងទៅនឹងគឺអាចជួយបានទេទាំងអស់គ្នាតែទូប្រុសគាត់សុខចិត្តទេទាំងអស់គ្នាអើយគាត់អារម្មណ៍ណាស់គាត់សោកស្ដាយខ្លាំងណាស់ពួកអីហ្នឹងបំណងប្រាថ្នារបស់គាត់អស់រយៈពេល5ឆ្នាំមុននេះគឺរឿងដែលជួយតាមរកប៉ាម៉ាក់របស់គាត់ជួយធ្វើយ៉ាងម៉េចឲ្យប៉ាម៉ាក់របស់គាត់រស់ឡើងមកវិញហ្នឹងហើយទោះបីជាដំបូងឡើយហ្នឹងគាត់មិនដឹងថាវេទមន្តធ្មប់ឬមួយយ៉ាងណាគាត់ស្មានថារឿងថាមពលអេលៀននេះចឹងណាប្រហែលជាអាចយកប៉ាម៉ាក់របស់គាត់បាត់ទៅណាសូនឈឹងចឹងទៅបានជាគាត់ហ្នឹងប្រឹងប្រែងរៀនខាងវិទ្យាសាស្ត្ររៀនខាងរូបវិទ្យាដើម្បីតាក់ទងជាមួយនឹងធម្មពលដែលមើលមិនឃើញនឹងនោះដល់ទៅពេលនៅពេលនេះធ្វើឲ្យការខិតខំប្រឹងប្រែងរបស់គាត់បំណងប្រាថ្នារបស់គាត់នឹងវាបាត់បង់ទៅគាត់ពិបាកចិត្តខ្លាំងមែនទែនគាត់ក៏លុតជង្គង់ស្រែកទៅហោយំថាប៉ាម៉ាក់មិនបានជាខ្ញុំមិនអាចជួយប៉ាម៉ាក់បានអញ្ចឹងខ្ញុំខំប្រឹងប្រែងខ្លាំងណាស់អស់រយៈពេលច្រើនឆ្នាំមុននេះតែទីបំផុតនៅតែមិនអាចជួយប៉ាម៉ាក់បានបើសិនជាកាលពី5ឆ្នាំមុនខ្ញុំមើលថែខ្លួនឯងឲ្យបានល្អម្លេះសំផាយជាប៉ាម៉ាក់មិនចាំបាច់លះបង់ជីវិតដើម្បីខ្ញុំនោះទេគាត់បន្ទោសខ្លួនឯងអញ្ចឹងណាប៉ាម៉ាក់ស្លាប់ដោយសារតែខ្ញុំទូស្រីរបស់យើងក៏ព្យាយាមលួងលោមលើកទឹកចិត្តដែរគាត់ថាកុំពិបាកចិត្តពេកអីបើសិនជាប៉ាម៉ាក់របស់លោកនៅក៏មិនចង់ឃើញលោកក្នុងស្ថានភាពបែបហ្នឹងដែរតែទូប្រុសអត់ទេប៉ាម៉ាក់ខ្ញុំពិតខុសខ្លាំងណាស់ខ្ញុំនៅតែមិនអាចជួយប៉ាម៉ាក់បានខ្ញុំធ្វើខុសចំពោះប៉ាម៉ាក់លះបង់ជីវិតដើម្បីខ្ញុំហេតុអីទៅគាត់ស្រែកទ្រហោយំធ្វើឲ្យទូស្រីរបស់យើងគាត់អាណិតទូប្រុសខ្លាំងទាំងអស់គ្នាអើយទូប្រុសគាត់យំលេងខ្មាស់គេតែម្ដងពេលហ្នឹងអារម្មណ៍មួយហ្នឹងបើសិនបើអត់មានអ្នកធ្លាប់ជួបប្រទះគឺអត់យល់ទេអារម្មណ៍ថាយំលេងខ្មាស់គេរឿងខ្លះគឺពិតជាធ្ងន់ធ្ងរបែបហ្នឹងមែនទូប្រុសគាត់បន្ទោសខ្លួនឯងរឿងមួយខ្លាំងបំផុតហ្នឹងគឺដោយសារតែគាត់បានជាធ្វើឲ្យគាត់បាត់បង់ប៉ាម៉ាក់នៅពេលហ្នឹងទូស្រីថាខ្ញុំមិនអាចជួយជីវិតប៉ាម៉ាក់របស់លោកឲ្យរស់ឡើងវិញបានទេប៉ុន្តែខ្ញុំអាចជួយឲ្យលោកបានជួបគាត់នឹងជាលើកចុងក្រោយបានម្ដងនៅពេលដែលឮបែបហ្នឹងហើយទូប្រុសរបស់យើងគាត់រៀងសប្បាយចិត្តបន្តិចគាត់ថាពិតមែនហើយទូស្រីគាត់ប្រាប់តាមមែនហើយប៉ុន្តែបានតែម្ដងទេទោះបីជាយ៉ាងណាក៏វាភាសាជាងអត់ដែរអញ្ចឹងទូប្រុសរបស់យើងគាត់ក៏យល់ព្រមទូប្រុសគាត់ក៏សួរថាតើនាងត្រូវធ្វើយ៉ាងម៉េចត្រូវការអីពីខ្ញុំទៅទូស្រីអត់ត្រូវការអីទេទាំងអស់គ្នាបញ្ចេញវេទមន្តពុបខ្វាច់មកនឹងឯងទៅសំដំទូប្រុសឲ្យយល់សពតែម្ដងណាប៉ុន្តែការយល់សពវិញនឹងវាដូចជាការមើលឃើញចាស់ស្ដែងពិតប្រាកដចឹងអត់មានអារម្មណ៍ថាយល់សពទេនៅពេលនោះវាដូចជាការបាក់ទ្វារវេទមន្តរបស់ទូស្រីចេញទៅណាម្ដងម្កាលអញ្ចឹងឯងទូប្រុសគាត់បាក់ទ្វារមកឃើញប៉ាម៉ាក់របស់គាត់នៅក្នុងបន្ទប់មួយហាក់ដូចជាបន្ទប់មន្ទីរពេទ្យអញ្ចឹងណានៅពេលដែលឃើញប៉ាម៉ាក់របស់ខ្លួននៅចំពោះមុខភ្លាមទូប្រុសក៏រំជួលរំភើបផងមានអារម្មណ៍ថាទឹកភ្នែកមិនដឹងហូរមកពីណាផងណាប៉ាម៉ាក់ចំណែកឲ្យឃើញកូនមកដល់ភ្លាមហ្នឹងក៏សួរថាកូនប្រុសយ៉ាងម៉េចទៅហើយអត់មានវត្តមានប៉ាម៉ាក់នៅក្បែរប្រហែលជាឯងពិបាកខ្លាំងហើយកូនប្រុសក៏យំទៅវិញថាពិតមែនហើយប៉ាម៉ាក់ខ្ញុំពិតជាពិបាកខ្លាំងណាស់រយៈពេល5ឆ្នាំមកនេះខ្ញុំពិបាកដោយសារតែខ្ញុំនឹកពួកអ្នកទាំងពីរជាខ្លាំងខ្ញុំនឹកម្ហូបស្នាដៃអ្នកម៉ាក់ខ្ញុំនឹកអនុស្សាវរីយ៍ធ្លាប់លេងអុកជាមួយនឹងលោកប៉ាខ្ញុំពិតជានឹកអ្នកទាំងពីរខ្លាំងណាស់អ្នកទាំងពីរដឹងអត់ខ្ញុំខំប្រឹងប្រែងអស់ពីលទ្ធភាពហើយដើម្បីនាំយកអ្នកទាំងពីរត្រឡប់វិញប៉ុន្តែជាចុងបញ្ចប់វានៅតែបរាជ័យខ្ញុំសុំទោសផងខ្ញុំសុំទោសប៉ាម៉ាក់ខ្ញុំពិតជាចង់នៅជាមួយអ្នកទាំងពីរវិញខ្លាំងណាស់នៅពេលហ្នឹងអ្នកម៉ាក់ក៏តបទៅវិញថាកុំបារម្ភឲ្យកូនប្រុសកុំធ្វើអញ្ចឹងពួកអីបើទោះបីជាមានឱកាសឲ្យប៉ាម៉ាក់ជ្រើសរើសម្ដងទៀតប៉ាម៉ាក់នៅតែជ្រើសរើសដូចមុនដដែលសុខចិត្តលះបង់ជីវិតដើម្បីជួយកូនតែពួកយើងអត់មានការសោកស្ដាយនោះទេអ្វីដែលពួកយើងទន្ទឹងរង់ចាំនិងចង់ឃើញបំផុតនោះគឺចង់ឃើញកូនប្រុសរស់នៅឲ្យមានសេចក្តីសុខនិងសុភមង្គលមើលថែខ្លួនឯងឲ្យបានល្អនេះគឺជារឿងស្កប់ស្កល់បំផុតរបស់ប៉ាម៉ាក់ហើយសម្ដីទាំងអស់នេះធ្វើឲ្យទូប្រុសរបស់យើងគប់កាន់តែរំជើបរំជួលចិត្តជាខ្លាំងតែម្ដងសូម្បីតែអេដមីនអ្នកនិយាយក៏កំពុងតែលិញលងទឹកភ្នែកដែរទាំងអស់គ្នាព្រោះអីនេះគឺជាមនោចេតនារវាងគ្រួសារមួយក្នុងទំនាក់ទំនងរវាងប៉ាម៉ាក់ជាមួយនឹងកូន
ដែលជាក្តីស្រឡាញ់និងការសង្ឃឹមទុករបស់ពួកគាត់ចឹងអ្នកទាំងពីរក៏បានយំអោបគ្នាទាំង3នាក់តែម្ដងរួចហើយហ្នឹងតួប្រុសរបស់យើងក៏ភ្ញាក់ចេញពីសុបិនមួយនឹងមកវិញគណៈពេលតួស្រីរបស់យើងគាត់បានដើរតាមច្រកទ្វារវេទមន្តរបស់គាត់មកដល់មាត់សមុទ្រដែលជាកន្លែងមួយដែលគាត់បានប្រាប់តួប្រុសថានៅពេលដែលគាត់មានអារម្មណ៍ថាសែតពិបាកចិត្តឬមួយក៏គេថាអស់សង្ឃឹមម្ដងគាត់តែងតែមកឈរនៅទីនេះដើម្បីគិតពិចារណាហើយនៅក្នុងពេលនេះគាត់កំពុងតែសួរខ្លួនឯងថាតើការជួយឲ្យតួប្រុសរបស់យើងបានទៅជួបជាមួយនឹងប៉ាម៉ាក់របស់គេម្ដងទៀតហ្នឹងវាគឺជារឿងខុសឬមួយក៏ត្រូវព្រោះបើសិនជាត្រូវឲ្យគេសប្បាយចិត្តប៉ុន្តែបើសិនជាខុសវិញលក្ខណៈថារំលឹករឿងអតីតកាលធ្វើឲ្យតួប្រុសរបស់យើងកាន់តែពិបាកចិត្តនោះទេនៅពេលដែលកំពុងតែនិយាយសួរខ្លួនឯងថាធ្វើនឹងត្រូវឬមួយក៏ខុសតួប្រុសក៏លេចវត្តមានបង្លើសម្លេងមកថាតើនាងមិនគិតថាខ្លួនឯងបានធ្វើខុសអញ្ចឹងនាងធ្វើជារឿងត្រឹមត្រូវហើយតើនៅពេលនោះតួស្រីគាត់ក៏ភ្ញាក់ព្រឺតគាត់សួរថាមិនបានជាលោកមកនៅទីនឹងទៅវិញមិនបានជាលោកអាចមកបានតួប្រុសរបស់យើងក៏តបទៅវិញថាពិតមែនហើយទីនេះនាងគ្រាន់តែបើកទ្វារតែមួយខ្វាច់ដើរដល់ហើយប៉ុន្តែចំពោះខ្ញុំវិញចង់មកទីនេះធ្វើដំណើរតាមឡានឬមួយក៏ដើរនោះគឺត្រូវចំណាយរយៈពេលដល់ទៅ2ម៉ោងជាងតែមិនថ្មីទេនាងដឹងទេថានៅពេលដែលខ្ញុំបានបើកភ្នែកមកវិញអត់ឃើញនាងនៅក្នុងផ្ទះបាត់បង់ទាំងប៉ាម៉ាក់របស់ខ្ញុំទៀតអារម្មណ៍របស់ខ្ញុំនៅក្នុងពេលនោះវាហាក់ដូចជាទទេរស់នៅគ្មានន័យអីនោះទេអរគុណទង្វើរបស់នាងដែលបានធ្វើឲ្យខ្ញុំនឹងបានយល់អំពីការលះបង់និងក្តីស្រឡាញ់របស់ប៉ាម៉ាក់របស់ខ្ញុំតាំងតែពីដើមឡើងគឺខ្ញុំមានតម្រូវការខ្ពស់ទាមទារឲ្យគាត់នឹងត្រឡប់មកវិញប៉ុន្តែនៅពេលនេះខ្ញុំលះបង់ហើយខ្ញុំដឹងថាអ្វីដែលប៉ាម៉ាក់របស់ខ្ញុំចង់ឃើញគឺចង់ឃើញខ្ញុំរស់នៅដែលមានសេចក្តីសុខសុភមង្គលនិងមើលថែខ្លួនឯងឲ្យបានល្អដូច្នេះហើយចាប់តាំងពីពេលនេះតទៅខ្ញុំនឹងមើលថែខ្លួនឯងឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបានតួស្រីរបស់យើងគាត់ក៏តបមកវិញទាំងទឹកភ្នែកថាសុំទោសផងហាន់ជូខ្ញុំពិតជាចង់ជួយលោកខ្លាំងណាស់ប៉ុន្តែវាអត់អាចធ្វើទៅបានខ្ញុំពិតជាមានអារម្មណ៍ថាសោកស្ដាយខ្ញុំសុំទោសមែននៅពេលនឹងហាន់ជូរបស់យើងគាត់ក៏ថាមិនចាំបាច់បន្ទោសខ្លួនឯងទេព្រោះនៅពេលនេះខ្ញុំបានយល់គ្រប់យ៉ាងអស់ហើយខ្ញុំបានយល់ពីការលះបង់របស់ប៉ាម៉ាក់របស់ខ្ញុំចាប់តាំងពីពេលនេះតទៅខ្ញុំនឹងរស់នៅឲ្យមានន័យបំផុតព្រោះខ្ញុំដឹងថាក្តីស្រឡាញ់របស់ប៉ាម៉ាក់របស់ខ្ញុំគឺនឹងរស់នៅជាមួយខ្ញុំជារៀងរហូតតទៅអូយទៅមនុស្សចេតនានៅពេលដែលតួស្រីបានដឹងណាទាំងអស់គ្នាព្រោះអីអ្វីដែលតួប្រុសបានជួបជាមួយនឹងប៉ាម៉ាក់នឹងនិយាយជាមួយនឹងប៉ាម៉ាក់ទាំងអស់ហ្នឹងគឺតួស្រីបានមើលឃើញដូចជាកំពុងតែមើលទូរទស្សន៍អញ្ចឹងគឺមើលឃើញអ្វីគ្រប់យ៉ាងទាំងអស់ធ្វើឲ្យនាងគឺរំជួលចិត្តពិបាកចិត្តតាមសាច់រឿងរបស់តួប្រុសជាមួយនឹងប៉ាម៉ាក់ហ្នឹងណាមែនតួស្រីរបស់យើងគាត់ជាធ្មប់ចិត្តល្អគាត់ចង់ជួយគេជួយឯងគ្រប់អញ្ចឹងឲ្យតែគាត់យល់ហើយបន្ទាប់ពីផ្សាច់រឿងមួយហ្នឹងមកតួប្រុសរបស់យើងគាត់ក៏បានមកជួបជាមួយនឹងអ្នកមីងរួននៅឯមាត់សមុទ្រហ្នឹងសួរអ្នកមីងថាអ្នកមីងតើមានមធ្យោបាយអ្វីទៀតដើម្បីអាចយកខ្សែករបស់ខ្ញុំប្រគល់ទៅឲ្យសៀមមុខវិញបានដែរឬមួយក៏អត់អ្នកមីងរួនគាត់អត់ស្ទាក់ស្ទើរទេទាំងអស់គ្នាគាត់ក៏តបទៅវិញថាតើតែឯងស្លាប់បានខ្សែកមួយហ្នឹងប្រគល់ទៅកាន់ម្ចាស់ដើមវិញតួប្រុសគាត់ក៏ឆ្ងល់ទៅថាចុះរឿងមួយហ្នឹងតើសៀមមុខគាត់ដឹងហើយឬនៅអ្នកមីងរួនក៏តបទៅវិញថានៅលើលោកនេះវាអត់មានអាចកំបាំងអ្វីចំពោះអម្បូរធ្មប់ទេព្រោះមានសាច់រឿងជាច្រើនបានគាត់ត្រាហើយអម្បូរធ្មប់ទាំងអស់គឺសិតតែបានដឹងជាពិសេសវិញគឺមេដឹកនាំអម្បូរធ្មប់ដូចជាសៀមមុខនឹងឯងដល់ទៅពេលនិយាយបែបហ្នឹងទៅនឹងក៏ធ្វើឲ្យតួប្រុសរបស់យើងគាត់គិតនៅក្នុងចិត្តបដាគាត់និយាយបដាថាអញ្ចឹងការពិតទៅនាងបានដឹងរឿងទាំងអស់ប៉ុន្តែនាងនៅតែជ្រើសការពារខ្ញុំមិនព្រមសម្លាប់ខ្ញុំនោះទេអ្នកមីងរួនគាត់ក៏តបទៅវិញទៀតថាទៅហើយក្មេងល្អិតសៀមមុខគឺដើម្បីតែគ្រប់គ្រងនឹងការពារពូជអម្បូរធ្មប់នាងបានធ្វើគ្រប់យ៉ាងទាំងអស់ប៉ុន្តែនាងបែរជាលះបង់គ្រប់យ៉ាងដើម្បីការពារឯងវិញនៅពេលនេះគឺដល់ពេលវេលាដែលឯងត្រូវធ្វើម្ដងហើយតើឯងគិតថាខ្លួនឯងចង់ធ្វើអីគាត់ហៅតួប្រុសរបស់យើងថាក្មេងតូចអញ្ចឹងដោយសារតែគាត់ជាអម្បូរធ្មប់គាត់មានអាយុលើសពី100ឆ្នាំមកទាំងអស់គ្នាបន្ទាប់ពីនឹងមកតួប្រុសរបស់យើងក៏បានបញ្ញាបញ្ញាវិលត្រឡប់មកកាន់ការិយាល័យធ្វើការរបស់គាត់វិញដែលលាក់ទុកជាមួយនឹងវត្ថុគេថារលកសម្លេងដែលអាចប្រឆាំងជាមួយនឹងវិតាមីនរបស់ធ្មប់បានហ្នឹងណាប៉ុន្តែពេលដែលមកដល់គឺឃើញថាកន្លែងស្រាវជ្រាវកន្លែងការងាររបស់គាត់គឺរប៉ាត់រប៉ាយអស់ហើយបន្តិចក្រោយមកស្រាប់តែស៊ូឈិននឹងគាត់បានផ្ញើរូបថតមួយបង្ហាញពីការចាប់ចម្រិតលោកគ្រូរបស់តួប្រុសហ្នឹងឲ្យគេឃើញរួចហើយនឹងក៏ខលហៅគេនឹងឲ្យទៅជួបនៅទីតាំងមួយកន្លែងជាកន្លែងរបស់ស៊ូឈិនផ្ទាល់តែម្ដងពេលដែលបានមកជួបគ្នាហើយស៊ូឈិននឹងក៏បានយកលោកគ្រូរបស់ហានយុរបស់យើងគំរាមថាចង់ឲ្យគេសហការជាមួយនឹងគាត់អញ្ចឹងបើមិនអញ្ចឹងទេនឹងចាត់ការគ្រូទៀតនៅពេលហ្នឹងតួប្រុសរបស់យើងគាត់ក៏បាននិយាយចរចាជាមួយនឹងស៊ូឈិនឲ្យដោះលែងគ្រូរបស់គាត់ទៅហើយសួរថាតើឯងចង់បានអីស៊ូឈិនក៏សម្រេចចិត្តថាដោះលែងលោកគ្រូរបស់តួប្រុសប៉ុន្តែអ្វីដែលគេត្រូវការនោះគឺគេចង់រៀនប្រើឧបករណ៍រលកសម្លេងមួយនេះព្រោះបើទោះបីជាគេអាចយកវាមកបានពិតមែនដដើមឬមួយក៏លួចមកប៉ុន្តែគេអត់ទេប្រើទេយើងចង់ឲ្យតួប្រុសរបស់យើងសហការបង្រៀនគេក្នុងការប្រើប្រាស់បន្ទាប់ពីហ្នឹងមកតួស្រីរបស់យើងឯនេះវិញគាត់កំពុងតែគិតទៅដល់សម្ដីនិយាយគ្នារវាងការសន្ទនារវាងប៉ាម៉ាក់របស់តួប្រុសជាមួយនឹងតួប្រុសមុនហ្នឹងណាពួកអីត្បិតតែនាងបានបង្កើតសុបិនឲ្យតួប្រុសមើលឃើញដូចជាជាក់ស្ដែងក៏ពិតមែនប៉ុន្តែអ្វីដែលបង្កើតហ្នឹងសុទ្ធតែតួស្រីរបស់យើងបានមើលឃើញបានស្ដាប់ឮដូចជានាងស្ថិតក្នុងស្ថានភាពពិតប្រាកដជាមួយនឹងពួកគេអញ្ចឹងម្ល៉េះហើយធ្វើឲ្យនាងក៏បានយល់ច្បាស់អំពីអារម្មណ៍មនោចេតនារបស់មនុស្សចេតនាការស្រឡាញ់គ្នាការលះបង់គ្រប់យ៉ាងទាំងអស់ដោយសារតែការស្រឡាញ់ចំពោះមនុស្សដែលយើងស្រឡាញ់អញ្ចឹងណា
ក៏មើលទៅណានាងមានអារម្មណ៍ថានាងក៏ស្រឡាញ់ទៅកាន់ហានយុដែរហើយហានយុក៏មានចិត្តចំពោះនាងដែរនាងចាប់ដើមយល់អំពីអត្តន័យមនោចេតនាមួយហ្នឹងណាចឹងក៏ចាប់ដើមការចិត្តបារម្ភជាមួយគេចម្លែកមិនដឹងទេក៏បានបញ្ញាបើកទ្វីបវេទមន្តទៅរកហានយុនៅការិយាល័យតែម្ដងនៅនេះដូចជាកន្លែងរស់នៅរបស់គាត់ផងណាប៉ុន្តែនៅពេលដែលមកដល់អត់បានឃើញហានយុទេហើយទូរទស្សន៍នៅក្បែរហ្នឹងក៏ចាប់ដើមបញ្ចាំងការ live ផ្ទាល់របស់ស៊ូឈិនដែលបានទំនាក់ទំនងមកកន្លែងហ្នឹងរងចាំវត្តមានរបស់ទូស្រីមកដល់ហ្នឹងបង្ហាញអំពីការចាប់ទម្រិតហានយុរបស់យើងនឹងសួរទៅកាន់មេធ្មប់ថាទីមួយនាងខំប្រឹងប្រែងខ្លាំងណាស់សួរព័ត៌មានរបស់ខ្ញុំទៅកាន់សិនទម្រាំតែបានអាស័យដ្ឋានរបស់ខ្ញុំមែនអត់អញ្ចឹងបានបញ្ជាក់ថាទូឈិនហ្នឹងគឺជាម្នាក់ដែលមានឈ្មោះជេដែលទូស្រីរបស់យើងតាមរកហើយទៅគម្រាមម្នាក់មានឈ្មោះសិនហ្នឹងឲ្យជួយនាងប្រាប់ពីអាស័យដ្ឋានអញ្ចឹងណាដើម្បីដោះដូរជាមួយនឹងការជួយសង្គ្រោះក៏ដូចជាមើលថែកូនរបស់គាត់នឹងឯងហើយនៅពេលនេះស៊ូឈិនបាននិយាយគម្រាមទៅកាន់សៀមមុខមេធ្មប់របស់យើងថាបើនាងខំប្រឹងប្រែងតាមរកខ្ញុំដល់ម្លឹងនៅពេលនេះមានឱកាសហើយចាំមករកខ្ញុំមកទូប្របស់យើងព្យាយាមនិយាយតាមការឡាយដែរថាកុំមកនៅពេលនេះគេទទួលបានធម្មពលរលកសម្លេងហើយប៉ុន្តែទូស្រីដូចជាមិនទាន់ដឹងអីទេព្រោះនាងបានដឹងអំពីវត្ថុដែលអាចបញ្ចេញធម្មពលរលកសម្លេងប្រឆាំងជាមួយនាងផងហ្នឹងអញ្ចឹងហើយហ្នឹងទូប្របស់យើងក៏ត្រូវបានស៊ូឈិនបិទមាត់ទៅវិញខណៈពេលនោះស្រាប់តែទូស្រីរបស់យើងនឹងគាត់ក៏មានវត្តមានមកដល់តែម្ដងហើយទាំងអស់គ្នាហើយតែទូប្រុសកំពុងតែស្រែកប្រាប់កុំមកមិនដឹងទៅជាយ៉ាងណាយ៉ាងណីទេព្រោះអីទូស្រីគាត់អាងតែគាត់ថ្មបោះតែគាត់អត់ទាន់ដឹងថាមានឧបករណ៍មួយយ៉ាងដែលអាចប្រឆាំងជាមួយធម្មពលថ្មរបស់គាត់បានទេណា